ហោះមុខខ្នោគឺជាបង្អែមខ្មែរបុរាណដ៏ចំណាស់មួយប្រភេទដែលមានប្រភពមកពីខេត្តបាត់ដំបងវាប្លែកដោយសារឈ្មោះនិងវិធីចម្អិនស្រដៀងទៅនឹងមុខម្ហូបហោះមុខដ៏ល្បីដែលសុទ្ធតែប្រើកន្ទង់ស្លឹកចេកចំហុយតែខុសគ្នាត្រង់ថាហោះមុខខ្នោជាបង្អែមចំណែកឯហោះមុខគឺជាម្ហូបអ្នកស្រីប៉ែលហុងដែលជាចាស់ស្រុកមួយរូបនៅក្រុងបាត់ដំបងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សានិងផ្សព្វផ្សាយរូបមន្តបង្អែមអត្តសញ្ញាណនេះដល់អ្នកក្រៅតំបន់បានស្គាល់និងភ្លក្សរសជាតិបង្អែមនេះផ្សំឡើងពីគ្រឿងផ្សំសំខាន់ៗដូចជាម្សៅអង្ករស្ករសពងមាន់សាច់ខ្នុរស្រស់គ្រាប់ខ្នុរស្ងោរដែលជាគ្រឿងផ្សំមិនអាចខ្វះបាននិងខ្ទិះដូងវិធីធ្វើតម្រូវឲ្យលាយគ្រឿងផ្សំកូរលើភ្លើងតិចៗរហូតដល់ខាប់ល្មមមុននឹងដួសដាក់ក្នុងកន្ទង់ស្លឹកចេកតុបតែងដោយសាច់ខ្នុរនិងក្បាលខ្ទិះដូងហើយយកទៅចំហុយប្រមាណ15ទៅ20នាទីតាមការរៀបរាប់កាលពីជំនាន់មុនហោះមុខខ្នុរត្រូវបានគេធ្វើឡើងជាពិសេសសម្រាប់ពិធីបុណ្យទានការជួបជុំញាតិមិត្តឬទុកជាចំណីដ៏មានតម្លៃសម្រាប់ជូនដល់អ្នកមានបុណ្យស័ក្តិខ្ពស់និងមនុស្សជាទីគោរពរាប់អានជាការឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌និងការចែករំលែកដ៏ជ្រាលជ្រៅ